ស្វាគមន៍បងប្អូនទាំងអស់គ្នាការចូលមកកាន់ Channel MK Crime នៅក្នុងខែតុលាឆ្នាំ 2023 លោកវ៉ាស៊ីខុងដែលជាអ្នកស្នងមរតករបស់ក្រុមហ៊ុន Vanda Group ដ៏ល្បីល្បាញនៅក្នុងប្រទេសចិនបានក្លាយជាព័ត៌មានលេចធ្លោនៅលើទំព័រសារព័ត៌មាននៅពេលដែលប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍អំពីការបែកបាក់គ្នាយ៉ាងផ្លូវការរបស់លោកជាមួយនឹងបុគ្គលិកល្បីឈ្មោះម្នាក់នៅលើបណ្ដាញសង្គមភ្លាមបន្ទាប់ពីនោះមកអតីតមិត្តស្រីរបស់លោកវ៉ាស៊ីខុងគឺនាងហាងជីមីងបានទម្លាយជាសាធារណៈថានាងមានកូនស្រីក្រៅច្បាប់ម្នាក់ជាមួយរូបលោកការទម្លាយអាវក្បាំងនេះបានក្រោយដណ្ដប់លើតារាងស្វែងរក Search Ranking អស់រយៈពេលជាច្រើនខែទន្ទឹមនឹងនោះដែរអត្ថបទបង្ហោះមួយនៅលើបណ្ដាញសង្គម Weibo ដោយមេធាវីម្នាក់ដែលត្រូវបានកប់បាត់ក្នុងចំណោមព័ត៌មានកំសាន្តរាប់មិនអស់ក៏បានទាញការចាប់អារម្មណ៍យ៉ាងខ្លាំងផងដែរនៅក្នុងអត្ថបទបង្ហោះនោះមេធាវីបានទម្លាយថាប្អូនថ្លៃរបស់មហាសេដ្ឋីម្នាក់ត្រូវបានចាប់ខ្លួនពីបទប្រព្រឹត្តអំពើឃាតកម្មនៅកំពុងស្ថិតក្រោមការឃុំខ្លួនដោយមានការត្រួតពិនិត្យនៅទីតាំងដែលបានកំណត់មួយនៅទីនេះអតីតមហាសេដ្ឋីដែលត្រូវបានគេសម្ដៅទៅលើនោះគឺលោកវ៉ាងចានលីងប្រធានក្រុមហ៊ុន Vanda Group ហើយការលើកឡើងអំពីពូរបស់បុគ្គលល្បីឈ្មោះលើបណ្ដាញសង្គមគឺសម្ដៅទៅលើលោកវ៉ាងស៊ីខុងចំណែកឯបុគ្គលដែលត្រូវបានចាប់ខ្លួនគឺលោកលីនយូដែលជាមហាសេដ្ឋីល្បីឈ្មោះម្នាក់នៅក្នុងប្រទេសចិនដែលមានកម្មសិទ្ធិលើក្រុមហ៊ុនពហុជាតិជាច្រើនគិតត្រឹមចុងឆ្នាំ2023ព័ត៌មាននៃការចាប់ខ្លួនលោកលីនយូមិនទាន់ទទួលបានការចាប់អារម្មណ៍ខ្លាំងពីសាធារណជននៅឡើយទេទោះជាយ៉ាងណាក៏ដោយរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយអន្តរជាតិមួយអំពីប៉ូលីសចិនដែលត្រូវបានហៅឲ្យជួយក្នុងការស៊ើបអង្កេតករណីឃាតកម្មកាលពី20ឆ្នាំមុននៅក្នុងប្រទេសស៊ុយអែតបានបង្កឲ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងភ្លាមបន្ទាប់មកឃ្លាថាលីនយូពូរបស់លោកវ៉ាស៊ីខុងត្រូវបានសរសេរថាបានសម្លាប់ប្រពន្ធ2នាក់បានក្លាយជាប្រធានបទកំពុងពេញនិយមនៅលើបណ្ដាញផ្សព្វផ្សាយធំមនុស្សម្នាចាប់ផ្ដើមដឹងថាមហាសេដ្ឋីដែលមានអំណាចរូបនេះមានជាប់ពាក់ព័ន្ធនឹងករណីអក្រិតកម្មធ្ងន់ធ្ងរជាច្រើនតើតុលាការអាចឲ្យលោកគេចផុតពីសំណាញ់ច្បាប់អស់រយៈពេលជាង15ឆ្នាំយ៉ាងដូចម្ដេចចូលត្រឡប់ទៅរកព្រឹករំលងអាធ្រាត្រថ្ងៃទី18ខែមីនាឆ្នាំ2013នៅក្នុងផ្ទះរបស់គ្រួសារធម្មតាមួយនៅក្នុងស្រុក Hosbo ភាគនិរតីនៃទីក្រុង Göteborg ដែលជាទីក្រុងធំទី2នៅក្នុងប្រទេសស៊ុយអែតបន្ទាប់ពីទទួលទានអាហារពេលព្រឹករួចស្ត្រីម្នាក់ឈ្មោះថា Veronica Lin ដែលកាលនោះមានអាយុ30ឆ្នាំបាននាំកូនប្រុសអាយុ3ឆ្នាំរបស់នាងឈ្មោះថា Marcos ទៅកន្លែងមើលថែក្មេងមុនពេលធ្វើដំណើរទៅកាន់បរិវេណសាកលវិទ្យាល័យបច្ចេកទេស Chamis ដែលជាសាកលវិទ្យាល័យដ៏មានកិត្យានុភាពបំផុតមួយរបស់ប្រទេសស៊ុយអែតនៅពេលនោះនាងគឺជានិស្សិតនៅទីនោះកើតក្នុងឆ្នាំ1973 Veronica គឺជាកូនទី2នៅក្នុងគ្រួសាររបស់នាងនិងមានបងស្រីម្នាក់ដែលមានឈ្មោះថា Christina តាំងពីក្មេងមក Veronica មានចំណូលចិត្តយ៉ាងខ្លាំងចំពោះវប្បធម៌អាស៊ីបូព៌ានាងធ្លាប់បានធ្វើការនៅភោជនីយដ្ឋានចិនមួយចំនួននៅទីក្រុង Göteborg នៅក្នុងឆ្នាំ1996ក្នុងវ័យ23ឆ្នាំនាងបានធ្វើដំណើរទៅកាន់ទីក្រុងដាលៀននៅក្នុងប្រទេសចិនដើម្បីសិក្សាដោយរៀនភាសាចិនបណ្ដើរនិងបង្រៀនភាសាអង់គ្លេសក្រៅម៉ោងបណ្ដើរក្នុងអំឡុងពេលនោះនាងបានជួបលោកលីនយូដែលជាបុរសម្នាក់មានអាយុច្រើនជាងនាង10ឆ្នាំហើយក៏ជានិស្សិតនៅក្នុងថ្នាក់រៀនភាសាអង់គ្លេសរបស់នាងផងដែរយូរទៅអ្នកទាំងពីរបានអភិវឌ្ឍទំនាក់ទំនងស្នេហាជាមួយគ្នាមានថ្ងៃបុណ្យណូអែលឆ្នាំ1997 Veronica ដែលកំពុងស្ថិតនៅក្នុងទីក្រុងដាលៀននៅឡើយបានផ្ញើសម្បត្តិមួយច្បាប់ទៅផ្ទះគ្រួសាររបស់នាងដោយចែករំលែកថានាងបានលងស្រឡាញ់បុរសម្នាក់ដែលមានមន្តស្នេហ៍និងមានឥទ្ធិពលនៅក្នុងទីក្រុងដាលៀនវាហាក់បីដូចជា Veronica មានចិត្តជ្រាលជ្រៅនៅក្នុងទំនាក់ទំនងនេះជាងលោកលីនយូនៅក្នុងឆ្នាំ1998បន្ទាប់ពីបញ្ចប់ការសិក្សានៅបរទេស Veronica បានត្រឡប់មកទីក្រុង Göteborg វិញហើយភ្លាមនោះក៏បានដឹងថានាងមានផ្ទៃពោះនាងបានចែករំលែកព័ត៌មាននេះទៅកាន់លោកលីនយូដែលដំបូងឡើយលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងប៉ុន្តែបានសម្រេចចិត្តទទួលខុសត្រូវក្រោយមកក្នុងអំឡុងពេលនៃការសាកសួររបស់ប៉ូលីសលោកលីនយូបានថ្លែងថាយោងតាមទំនៀមទម្លាប់ចិនការមានកូនដោយមិនបានរៀបការគឺមិនអាចទទួលយកបានទេសម្រាប់ Veronica កូននឹងខ្លួនខ្ញុំផ្ទាល់
ដូច្នេះខ្ញុំបានធ្វើដំណើរទៅទីក្រុង Gothenburg ភ្លាមៗគ្រួសាររបស់ Veronica បានរៀបចំការចុះសម្បត្តិអាពាហ៍ពិពាហ៍នៅសាលាក្រុងរបាយការណ៍មួយចំនួនបានពិពណ៌នាអំពីទំនាក់ទំនងរបស់ពួកគេជារឿងរ៉ាវស្នេហាឆ្លងដែនដ៏រ៉ូមែនទិកទោះជាយ៉ាងណាក៏ដោយនៅក្នុងតថភាពជាក់ស្ដែងលោក Lin Yu ត្រូវបានគេស្គាល់ថាជាមនុស្សមានស្រីច្រើនហើយប្រសិនបើគ្មានការមានផ្ទៃពោះនោះទេលោកប្រហែលជាមករៀបការជាមួយ Veronica នោះឡើយលោក Lin Yu ធ្លាប់បានកត់សម្គាល់នៅពេលក្រោយមកថាដំបូងឡើយខ្ញុំពិតជាចូលចិត្ត Veronica ប៉ុន្តែយូរៗទៅខ្ញុំបានកត់សម្គាល់ឃើញចំណុចខ្វះខាតរបស់នាង Veronica ជាមនុស្សដែលឆាប់រំភើបនិងធ្វើអ្វីៗតាមកំហឹងចិត្តពួកយើងធ្លាប់បានពិភាក្សាអំពីអាពាហ៍ពិពាហ៍ពីមុនមកប៉ុន្តែមិនដែលបានធ្វើការសម្រេចចិត្តចុងក្រោយនោះទេទោះបីជាយ៉ាងណាក៏ដោយប្តីប្រពន្ធមួយគូនេះទទួលបានរយៈពេលនៃសេចក្តីសុខដ៏ខ្លីបន្ទាប់ពីអាពាហ៍ពិពាហ៍របស់ពួកគេរាល់ពេលដែលលោក Lin Yu ត្រឡប់មកប្រទេសស៊ុយអែតវិញលោកតែងតែនាំយកកាដូមកជូនឪពុកម្ដាយរបស់ Veronica ចាប់តាំងពីគ្រឿងកសែលភាចិនដ៏ប្រណិតរហូតដល់អាវធុំស្បែកដ៏ស្រស់ស្អាតទោះជាយ៉ាងណាក៏ដោយរយៈពេលនៃការបែកគ្នាយ៉ាងយូរបានធ្វើឲ្យទំនាក់ទំនងរបស់ពួកគេចុះខ្សោយជាលំដាប់នៅពេលដែលកូនប្រុសរបស់ពួកគេគឺ Marcos បានកើតមកលោក Lin Yu ថែមទាំងមិនបានមកមានវត្តមាននៅទីនោះផងបន្ទាប់មក Veronica បានរើទៅរស់នៅផ្ទះឪពុកម្ដាយរបស់នាងវិញជាមួយ Marcos រស់នៅជាមួយឪពុកម្ដាយ Veronica បានដឹកនាំជីវិតដ៏សាមញ្ញនៅពេលព្រឹកនាងតែងតែនាំ Marcos ទៅកន្លែងមើលថែក្មេងរួចចូលរួមថ្នាក់រៀនហើយត្រឡប់មកផ្ទះវិញបន្ទាប់ពីនោះដើម្បីមើលថែឪពុកម្ដាយនិងកូនប្រុសជាធម្មតានាងមកដល់ផ្ទះនៅម៉ោងប្រហែល3ឬ4រសៀលលោក Lin Yu បានផ្ញើប្រាក់ប្រហែល 10,000 ក្រូណាជាលុយស៊ុយអែតប្រហែល $900 អាមេរិកជាប្រចាំខែដើម្បីទំនប់បម្រុង Veronica និង Marcos ទោះជាយ៉ាងណាក៏ដោយយូរទៅលោកកាន់តែមានការរារែកចិត្តនិងតែងតែពន្យាពេលការបង់ប្រាក់ត្រឹមខែធ្នូឆ្នាំ 2002 Veronica បានស្នើសុំលែងលះហើយលោក Lin Yu បានយល់ព្រមដោយទទួលស្គាល់ថាអាពាហ៍ពិពាហ៍របស់ពួកគេបានក្លាយជាឈ្មោះតែប៉ុណ្ណោះហើយត្រូវបានរក្សាទុកសម្រាប់តែដកដង្ហើមកូនទោះជាយ៉ាងណាក៏ដោយគ្មាននរណាម្នាក់ក្នុងចំណោមពួកគេមានឆន្ទៈក្នុងការសម្រោះសម្រួលគ្នានោះទេនៅពេលដែលនិយាយអំពីសិទ្ធិមើលថែកូន Marcos នៅក្នុងរដូវផ្ការីកឆ្នាំ 2003 មុនពេលកើតហេតុបន្តិចលោក Lin Yu បានផ្ញើអ៊ីមែលមួយទៅកាន់ Veronica ក្នុងន័យគំរាមកំហែងថាកុំបង្ខំខ្ញុំស្រឡាញ់ Marcos ជាងនាងទៅទៀតខ្ញុំនឹងទៅប្រទេសស៊ុយអែតដើម្បីនិយាយរឿងរ៉ាវគ្រប់យ៉ាងជាមួយនាង Veronica បានឆ្លើយតបវិញថាបើចង់តតាំងគឺមកចុះនៅថ្ងៃទី18 ខែមីនាឆ្នាំ 2003 Veronica មិនបានត្រឡប់មកផ្ទះវិញទេរហូតដល់ពេលល្ងាចឪពុកម្ដាយរបស់នាងបានទៅទទួល Marcos ពីកន្លែងមើលថែក្មេងនិងបានទូរស័ព្ទទៅនាងជាច្រើនដងទោះបីជាទូរស័ព្ទរបស់នាងដំណើរការប៉ុន្តែគ្មានអ្នកទទួលឡើយត្រឹមម៉ោង 9 យប់ឪពុកម្ដាយរបស់ Veronica បានរាយការណ៍អំពីការបាត់ខ្លួនរបស់នាងទៅកាន់ប៉ូលីសដោយផ្ដល់ព័ត៌មានដូចតទៅ Veronica មានអាយុ30ឆ្នាំមានកម្ពស់ 1.7 ម៉ែត្រជាងមានសក់ពណ៌ត្នោតចាស់ត្រឹមស្មាគេឃើញនាងចុងក្រោយបំផុតពាក់អាវធុំស្បែកនិងអាវយឺតត្រឹមព្រឹកថ្ងៃទី19 ខែមីនា Veronica នៅតែបាត់ខ្លួនដែលធ្វើឲ្យឪពុកម្ដាយរបស់នាងមានការព្រួយបារម្ភយ៉ាងខ្លាំងក្នុងអំឡុងពេលនៃការសាកសួររបស់ប៉ូលីសម្ដាយរបស់ Veronica បានលើកឡើងថាកាលពីល្ងាចថ្ងៃមុននាងបានឮសំឡេងស្រែកជាច្រើនដងនៅតាមច្រកផ្លូវដើរទោះជាយ៉ាងណាក៏ដោយនៅពេលដែលនាងព្យាយាមដើរតាមសំឡេងនោះដើម្បីពិនិត្យមើលសំឡេងនោះក៏បានស្ងាត់ទៅវិញសំណាងល្អទូរស័ព្ទរបស់ Veronica នៅតែដំណើរការនិងអាចភ្ជាប់បានប៉ូលីសបានចាប់ផ្ដើមប្រើប្រាស់វិធីសាស្ត្របច្ចេកទេសដើម្បីកំណត់ទីតាំងទូរស័ព្ទនៅល្ងាចថ្ងៃទី19 ខែមីនាប៉ូលីសបានតាមដានសញ្ញាពីទូរស័ព្ទរបស់ Veronica ហើយបានរកឃើញថាវាស្ថិតនៅក្នុងបរិវេណអាផាតមិនដែលគ្រួសាររបស់នាងរស់នៅទោះជាយ៉ាងណាក៏ដោយដោយសារតែកម្រិតបច្ចេកទេសនៅពេលនោះពួកគេមិនអាចកំណត់ទីតាំងបន្ទប់ពិតប្រាកដបានឡើយប៉ូលីសបានប្រើវិធីសាស្ត្រទូរស័ព្ទទៅកាន់ទូរស័ព្ទរបស់នាងនិងលួចស្ដាប់នៅតាមទ្វារនៃអាផាតមិននីមួយៗដើម្បីកំណត់ថាសំឡេងនោះចេញមកពីណាជាចុងក្រោយពួកគេបានរកឃើញទូរស័ព្ទរបស់ Veronica នៅក្នុងអាផាតមិនជាន់ទី1របស់បារម្ភម្នាក់ដែលមានឈ្មោះថាតាំងជុងប៉ូលីសបានគូសទ្វារអស់រយៈពេលយ៉ាងយូរប៉ុន្តែគ្មានអ្នកឆ្លើយតបឡើយដោយបង្ខំចិត្តត្រូវទម្លាយទ្វារចូលព
ពួកគេមានការរន្ធត់ចិត្តយ៉ាងខ្លាំងចំពោះអ្វីដែលពួកគេបានឃើញវេរ៉ូនីកាបានដេកដួលស្លាប់នៅក្នុងច្រកផ្លូវដើរដែលនាំទៅដល់បន្ទប់គេងហុំព័ទ្ធទៅដោយស្នាមប្រឡាក់ពណ៌ក្រហមចាស់សញ្ញានៃការតស៊ូប្រឡូកប្រឡាក់មាននៅលើរាងកាយរបស់នាងហើយនាងលែងមានដង្ហើមទៀតហើយវាហាក់បីដូចជាសម្លេងស្រែកដែលម្ដាយរបស់វេរ៉ូនីកាបានឮកាលពីល្ងាចថ្ងៃមុនគឺជាសម្លេងស្រែកចុងក្រោយរបស់នាងលោកតាំងចុងដែលជាម្ចាស់អាផាតមិនបានបាត់ខ្លួនដោយគ្មានស្រមោលទោះជាយ៉ាងណាក៏ដោយលិខិតឆ្លងដែនរបស់លោកត្រូវបានរកឃើញនៅក្នុងអាផាតមិនហើយប៉ូលីសបានបញ្ចេញរូបភាពរបស់វាជាភស្តុតាងដំបូងឡើយក្រុមអ្នកស៊ើបអង្កេតមានការសង្ស័យយ៉ាងខ្លាំងថាលោកតាំងចុងជាអ្នកសម្លាប់វេរ៉ូនីកាជាពិសេសបន្ទាប់ពីពួកគេបានតាមដានសញ្ញាទូរស័ព្ទរបស់លោកដែលកំពុងធ្វើទីប្រកបដោយល្បឿនលឿនឆ្ពោះទៅកាន់ព្រំដែនស៊ុយអែតដៃណាម៉ានេះកាន់តែគាំទ្រដល់ទ្រឹស្ដីដែលថាលោកតាំងចុងកំពុងរត់គេចខ្លួនដើម្បីគេចពីយុត្តិធម៌ទោះជាយ៉ាងណាក៏ដោយនៅពេលដែលប៉ូលីសបានដើរតាមសញ្ញាទូរស័ព្ទរបស់លោកពួកគេបានឃើញថាវាត្រូវបានគេបោះចោលនៅក្នុងធុងសំរាមក្បែរស្ថានីយរថភ្លើងគ្រួសាររបស់វេរ៉ូនីការស់នៅលើជាន់ទី2នៃអាផាតមិនដដែលខណៈពេលដែលលោកតាំងចុងរស់នៅជាន់ទី1ដោយដែលឈ្មោះរបស់លោកបានបង្ហាញលោកតាំងចុងមានដើមកំណើតជនជាតិចិនរបាយការណ៍បានបង្ហាញថាជំនាញភាសាស៊ុយអែតរបស់លោកមានកម្រិតខ្សោយខណៈពេលដែលវេរ៉ូនីកាស្ទាត់ជំនាញទាំងភាសាស៊ុយអែតនិងភាសាចិនជារឿយៗលោកតាំងចុងធ្លាប់បានសុំឲ្យវេរ៉ូនីកាជួយបកប្រែសម្បត្តិផ្លូវការពីរដ្ឋាភិបាលក្នុងតំបន់ឪពុកម្ដាយរបស់វេរ៉ូនីកាបានពិពណ៌នាអំពីលោកតាំងចុងថាជាមនុស្សម្នាក់ដែលមើលទៅទន់ភ្លន់ដែលមិនដែលទាស់ទែងជាមួយអ្នកជិតខាងឡើយដែលធ្វើឲ្យមានការពិបាកក្នុងការសរមីថាមានមូលហេតុអ្វីដែលជំរុញឲ្យលោកប្រព្រឹត្តអំពើឃោរឃៅបែបនេះនៅពេលដែលសួរថាតើវេរ៉ូនីកាមានចំនួនជាមួយនរណាម្នាក់ផ្សេងទៀតដែរឬទេឪពុកម្ដាយរបស់នាងបានលើកឡើងភ្លាមអំពីប្តីដែលកំពុងតែបែកបាក់គ្នាគឺលោកលីនយូពួកគេបានបញ្យល់ថាប្តីប្រពន្ធមួយគូនេះកំពុងស្ថិតក្នុងដំណើរការលែងលះគ្នាដ៏តានតឹងនិងបានឆ្លោះប្រកែកគ្នាយ៉ាងខ្លាំងក្លាជុំវិញសិទ្ធិមើលថែកូនប្រុសរបស់ពួកគេបន្ថែមពីលើនេះលោកលីនយូដែលជាអ្នកជំនាញមានទ្រព្យសម្បត្តិពីប្រទេសចិនប្រហែលជាត្រូវប្រឈមមុខនឹងលទ្ធភាពនៃការបែងចែកចំណែកទ្រព្យសម្បត្តិដ៏ច្រើនសន្ធឹកសន្ធាប់ទៅឲ្យវេរ៉ូនីកាប្រសិនបើការលែងលះត្រូវបានបញ្ចប់ដែលជាអ្វីដែលលោកមិនចង់ទទួលយកលើសពីនេះទៅទៀតលោកលីនយូបានប្រើប្រាស់អាពាហ៍ពិពាហ៍របស់លោកជាមួយវេរ៉ូនីកាដើម្បីសុំសិទ្ធិស្នាក់នៅក្នុងប្រទេសស៊ុយអែតការសម្រេចចិត្តរបស់វេរ៉ូនីកាក្នុងការដាក់ពាក្យលែងលះនៅពេលនេះនឹងធ្វើឲ្យលោកមានការមិនពេញចិត្តយ៉ាងខ្លាំងឮដូចនេះប៉ូលីសបានចាប់ផ្ដើមស៊ើបអង្កេតកំណត់ត្រាធ្វើដំណើររបស់លោកលីនយូហើយបានរកឃើញថាលោកកំពុងស្ថិតនៅក្នុងទីក្រុង Gothenburg ប្រទេសស៊ុយអែតដោយស្នាក់នៅសណ្ឋាគារ Sheraton នៅក្នុងទីក្រុងអ្វីដែលគួរឲ្យភ្ញាក់ផ្អើលជានេះទៅទៀតនោះគឺឪពុកម្ដាយរបស់វេរ៉ូនីកាមិនបានដឹងទាល់តែសោះថាលោកលីនយូបានមកប្រទេសស៊ុយអែតកាលពីមុនលោកលីនយូតែងតែស្នាក់នៅផ្ទះរបស់ពួកគេនៅពេលមកលេងប៉ុន្តែលើកនេះលោកបានលួចចូលស្នាក់នៅក្នុងសណ្ឋាគារ Sheraton ដោយសម្ងាត់តើអាចមានមូលហេតុជាក់លាក់ណាមួយសម្រាប់អាកប្បកិរិយាមិនធម្មតានេះដែរឬទេប៉ូលីសបានចាប់ខ្លួនលោកលីនយូយ៉ាងរហ័សនៅសណ្ឋាគារ Sheraton ក្នុងអំឡុងពេលនៃការសាកសួរលោកលីនយូបានបង្ហាញពីការខឹងសម្បារដោយថ្លែងថាការសង្ស័យមកលើរូបលោកគឺជារឿងដែលធ្វើឲ្យលោកមានការតូចចិត្តយ៉ាងខ្លាំងលោកបានអះអាងថាលោកមិនដែលរំពឹងថានឹងមានហេតុការណ៍បែបនេះកើតឡើងឡើយហើយការស្លាប់របស់វេរ៉ូនីកាបានបង្កឲ្យមានទុក្ខសោកយ៉ាងធំធេងលោកលីនយូបានបញ្យល់ថាលោកមិនបានប្រាប់ឪពុកម្ដាយក្មេកអំពីការធ្វើដំណើររបស់លោកមកប្រទេសស៊ុយអែតនោះទេដោយសារតែលោកកំពុងធ្វើដំណើរក្នុងអឺរ៉ុបសម្រាប់អាជីវកម្មដំបូងឡើយប្រទេសស៊ុយអែតមិនស្ថិតនៅក្នុងគម្រោងធ្វើដំណើររបស់លោកឡើយប៉ុន្តែដោយសារតែកិច្ចព្រមព្រៀងបន្ទាន់មួយលោកបានសម្រេចចិត្តមកលេងទីក្រុង Gothenburg ដោយសារការស្នាក់នៅរបស់លោកមានរយៈពេលខ្លីលោកមិនចង់បង្កការរំខានដល់ឪពុកម្ដាយក្មេកឡើយអ្វីដែលសំខាន់ជាងនេះទៅទៀតនោះលោកលីនយូមានភស្តុតាងបញ្ជាក់ពីទីកន្លែងស្នាក់នៅពេលវេលានៃការស្លាប់របស់វេរ៉ូនីកាត្រូវបានប៉ាន់ប្រមាណថាគឺនៅម៉ោងប្រហែល 3:30 នាទីរសៀលថ្ងៃទី18 ខែមីនាខណៈពេលដែលលោកលីនយូត្រូវបានរាយការណ៍ថាកំពុងស្ថិតជាមួយដៃគូអាជីវកម្មពេញមួយថ្ងៃរហូតដល់យប់ជ្រៅមេធាវីការពារក្តីរបស់លោកបានលើកឡើងពីចំណុចនេះនិងបានវិញ្ញាណថាដោយសារមានភស្តុតាងបញ្ជាក់ពីកន្លែងស្នាក់នៅរបស់លោកលីនយូ
ការសង្ស័យជុំវិញលោកតាំងជុងដែលកំពុងរត់គេចខ្លួនហាក់បីដូចជាមានទម្ងន់ជាងឆ្ងាយបន្ទាប់ពីការស៊ើបអង្កេតអស់រយៈពេល1ខែនិងការសាវនាការជាច្រើនដងព្រះរាជអាជ្ញាស៊ុយអែតបានសន្និដ្ឋានថាគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់លោកលីនយូឡើយហើយលោកត្រូវបានដោះលែងនៅថ្ងៃទី25ខែមេសាឆ្នាំ2003លោកលីនយូបានឡើងយន្តហោះត្រឡប់ទៅប្រទេសចិនវិញដែលធ្វើឲ្យការប៉ុនប៉ងណាមួយដើម្បីឃាត់ខ្លួនលោកបន្ថែមទៀតកាន់តែពិបាកយ៉ាងខ្លាំងចាប់តាំងពីការស្លាប់របស់វេរ៉ូនីកាប៉ូលីសមិនអាចស្វែងរកទីតាំងរបស់លោកតាំងជុងឃើញឡើយក្រុមហ៊ុនដែលលោកធ្វើការឲ្យបានរាយការណ៍ថាលោកបានអវត្តមានដោយគ្មានការជួយដំណឹងចាប់តាំងពីថ្ងៃទី18ខែមីនាហើយគ្មាននរណាម្នាក់អាចតាក់ទងលោកបានឡើយការបបែកចំណុចរបត់មួយបានកើតឡើងនៅថ្ងៃទី30ខែមេសានៅពេលដែលស្ត្រីម្នាក់ដែលកំពុងបដាឆ្កែរបស់នាងនៅក្បែរបរិវេណអាផាតមិនរបស់គ្រួសារវេរ៉ូនីកាបានកត់សម្គាល់ឃើញថាឆ្កែរបស់នាងបដិសេធមិនព្រមចាកចេញពីវាលស្មៅមួយកន្លែងនៅខាងក្រោយអគារឆ្កែនោះបានព្រុសមិនឈប់មិនឈរនៅត្រង់ចំណុចជាក់លាក់មួយដែលដីនៃទីនោះហាក់ដូចជាមានការកាយរំកិលតំបន់នេះគឺស្ថិតនៅក្រៅបង្អួចនៃអាផាតមិនរបស់លោកតាំងជុងតែម្ដងដោយដឹងអំពីករណីឃាតកម្មដែលបានកើតឡើងនៅក្នុងអគារស្ត្រីរូបនោះបានតាក់ទងទៅប៉ូលីសយ៉ាងរហ័សនៅពេលយប់មកដល់មន្ត្រីប៉ូលីសបានជីកក្រោមស្មៅនៅបានរកឃើញសាកសពដែលកំពុងរលួយរបស់លោកតាំងជុងវាបានប្រែក្លាយថាលោកមិនបានរត់គេចខ្លួនដើម្បីគេចពីយុត្តិធម៌នោះទេប៉ុន្តែខ្លួនលោកផ្ទាល់បានក្លាយជាជនរងគ្រោះនៃអំពើឃាតកម្មអ្វីដែលសំខាន់ជាងនេះទៅទៀតការធ្វើកសោវិច័យសាកសពបានទម្លាយថាលោកតាំងជុងបានស្លាប់នៅថ្ងៃទី17ខែមីនាពលគឺមួយថ្ងៃមុនការស្លាប់របស់វេរ៉ូនីកានេះមានន័យថាលោកមិនមែនជាឃាតករសម្លាប់នាងនោះឡើយប៉ូលីសបានពិនិត្យមើលអាផាតមិនរបស់លោកតាំងជុងឡើងវិញដែលជាកន្លែងកើតហេតុនៃការសម្លាប់វេរ៉ូនីកានិងបានធ្វើការពិនិត្យកសោវិច័យវិទ្យាសាស្ត្រលទ្ធផលបានបង្ហាញថាស្នាមប្រឡាក់ពណ៌ក្រហមនៅកន្លែងកើតហេតុមានផ្ទុក DNA របស់បុគ្គល3នាក់គឺវេរ៉ូនីកាតាំងជុងនិងបរិសម្នាក់ទៀតដែលមិនទាន់អាចកំណត់អត្តសញ្ញាណបាននៅពេលការសង្ស័យទៅលើលោកតាំងជុងត្រូវបានជំរុះចោលប៉ូលីសបានបន្តការស៊ើបអង្កេតរបស់ពួកគេទៅលើលោកលីនយូពួកគេបានត្រឡប់ទៅសណ្ឋាគារសេរ៉ាតុងនៅក្នុងទីក្រុង Gothenburg ដែលលោកលីនយូធ្លាប់បានស្នាក់នៅនិងបានធ្វើការពិនិត្យកសោវិច័យនៅក្នុងបន្ទប់របស់លោកលទ្ធផលបានទម្លាយថា DNA របស់បរិសមិនស្គាល់អត្តសញ្ញាណដែលរកឃើញនៅកន្លែងកើតហេតុឃាតកម្មក៏ត្រូវគ្នានឹង DNA ដែលប្រមូលបាននៅក្នុងបន្ទប់សណ្ឋាគាររបស់លោកលីនយូផងដែរជាច្រើនឆ្នាំកន្លងមកដោយសារតែមានការជួយជ្រោមជ្រែងពីអាជ្ញាធរចិនប៉ូលីសស៊ុយអែតបានកំណត់អត្តសញ្ញាណជនសង្ស័យរូបនោះជនសង្ស័យមានអាយុ37ឆ្នាំនៅពេលនោះនិងមានឈ្មោះថាចាងសុងផ្អែកលើភស្តុតាងដែលមានស្រាប់ក្រុមអ្នកស៊ើបអង្កេតស៊ុយអែតបានដាក់ទ្រឹស្ដីថាលោកលីនយូប្រហែលជាបានជួលលោកចាងសុងដែលជាឃាតករស៊ីឈ្នួលដើម្បីដោះស្រាយជាមួយប្រពន្ធដែលបង្កបញ្ហារបស់លោកគឺវេរ៉ូនីកាការសម្លាប់វេរ៉ូនីកានៅសាកលវិទ្យាល័យបច្ចេកវិទ្យា Chamis គឺច្បាស់ណាស់ថាមិនអាចទៅរួចឡើយហើយការចាប់ចម្រិតនាងនៅតាមដងផ្លូវត្រឡប់មកផ្ទះវិញនឹងទាក់ទាញការចាប់អារម្មណ៍ទីតាំងដែលអាចធ្វើបានបំផុតសម្រាប់បទឧក្រិដ្ឋគឺអាផាតមិនដែលវេរ៉ូនីការស់នៅនិយាយម្យ៉ាងទៀតការស្លាប់របស់លោកតាំងជុងប្រហែលជាបានកើតឡើងដោយសារតែជនល្មើសត្រូវការទីតាំងមួយដើម្បីសម្លាប់វេរ៉ូនីកាលោកតាំងជុងត្រូវបានគេសម្លាប់នៅថ្ងៃទី17ខែមីនាហើយឃាតករបានកាត់សាកសពរបស់លោកជាកង់ដោយកប់សំណល់សាកសពនៅក្រោមស្មៅខាងក្រោយបរិវេណអាផាតមិនក្រោមការបិទបាំងនៃភាពងងឹតបន្ទាប់មកឃាតករបានប្រើប្រាស់អាផាតមិនរបស់លោកតាំងជុងជាកន្លែងលាក់ខ្លួននៅថ្ងៃបន្ទាប់នៅពេលដែលវេរ៉ូនីកាត្រឡប់មកផ្ទះវិញជនល្មើសបានចាប់ចម្រិតនាងនៅក្នុងច្រកផ្លូវដើរនៅបាននាំនាងចូលទៅក្នុងអាផាតមិនរបស់លោកតាំងជុងបន្ទាប់ពីសម្លាប់វេរ៉ូនីការួចជនល្មើសបានយកលិខិតឆ្លងដែននិងទូរស័ព្ទរបស់លោកតាំងជុងទៅដើម្បីបង្កើតរូបភាពคล้ายថាលោកតាំងជុងកំពុងរត់គេចខ្លួនដើម្បីគេចវេះពីការទទួលខុសត្រូវចំពោះបទឧក្រិដ្ឋដោយហេតុនេះហើយបានជាទម្លាក់កំហុសទៅលើរូបលោកចំពោះមូលហេតុដែល DNA របស់លោកចាងសុងត្រូវបានរកឃើញនៅក្នុងបន្ទប់សណ្ឋាគាររបស់លីនយូវាទំនងជាដោយសារតែលោកចាងសុងបានជួបជាមួយលោកលីនយូនៅសណ្ឋាគារដើម្បីរាយការណ៍អំពីការបញ្ចប់ភារកិច្ចរបស់ខ្លួនក្នុងអំឡុងពេលស្នាក់នៅក្នុងសណ្ឋាគារលោកចាងសុងប្រហែលជាមានឈាមហូរចេញពីរបួសដោយអចេតនាបើសល់ទុកនៅដាន DNA របស់ខ្លួននៅពីក្រោយ
នៅថ្ងៃទី7ខែមិថុនាឆ្នាំ2005អាជ្ញាធរស៊ុយអែតបានចេញទៅការចាប់ខ្លួនអន្តរជាតិសម្រាប់លោកលីនយូដោយចាប់ផ្ដើមការតាមប្រម៉ាញ់ដែលអូបន្លាយពេលជិត1ទសវត្សរ៍ទោះជាយ៉ាងណាក៏ដោយដោយសារគ្មានសន្ធិសញ្ញាបត្យាប័នរវាងប្រទេសស៊ុយអែតនិងប្រទេសចិនរួមផ្សំនឹងឥទ្ធិពលរបស់គ្រួសារលីននិងគ្រួសារវ៉ាងនៅក្នុងប្រទេសចិនការនាំខ្លួនលោកលីនយូត្រឡប់មកប្រទេសស៊ុយអែតវិញគឺស្ទើរតែមិនអាចទៅរួចឡើយមនុស្សភាគច្រើនប្រហែលជាគិតថាភាពល្បីល្បាញដ៏សំខាន់បំផុតរបស់លោកលីនយូគឺការធ្វើជាប្អូនថ្លៃរបស់មហាសេដ្ឋីលោកវ៉ាងចាងលីនដែលធ្លាប់ជាបរិះមានទ្រព្យសម្បត្តិបំផុតនៅក្នុងប្រទេសចិននិងអាស៊ីទោះជាយ៉ាងណាក៏ដោយអំណាចពិតប្រាកដរបស់លោកលីនយូមិនមែនបានមកពីលោកវ៉ាងចាងលីននោះទេប៉ុន្តែបានមកពីឪពុករបស់លោកគឺលោកលីនលៀងចាងនិងបងស្រីរបស់លោកគឺនាងលីននីងនាងលីននីងបានរៀបការជាមួយលោកវ៉ាងចាងលីនហើយក៏ជាម្ដាយរបស់លោកវ៉ាងស៊ីខុងផងដែរទោះបីជានាងរក្សាប្រវត្តិរូបមិនសូវលេចធ្លោក៏ដោយប៉ុន្តែនាងមិនគ្រាន់តែជាស្ត្រីអភិជនម្នាក់ដែលដឹកនាំជីវិតធម្មតាក្នុងគ្រួសារមានទ្រព្យសម្បត្តិនោះឡើយឪពុករបស់នាងលីននីងនិងលោកលីនយូគឺលោកលីនលៀងចាងគឺជាបុគ្គលដ៏លេចធ្លោមួយរូបនៅក្នុងជួរយោធាលើសពីនេះទៅទៀតលោកលីនលៀងចាងមិនមែនជាទាហានដែលចេញពីភាពក្រីក្រហើយឡើងឋានៈតាមរយៈការព្យាយាមនោះឡើយផ្ទុយទៅវិញលោកបានកើតនៅក្នុងគំនរទ្រព្យសម្បត្តិដ៏មហាសាលឪពុករបស់លោកលីនលៀងចាងពលគឺជាតារបស់នាងលីននីងនិងលោកលីនយូគឺជាពាណិជ្ជករដ៏ល្បីល្បាញម្នាក់នៅក្នុងស្រុកលីនសាងស្រុកឡុងយ៉ាវទីក្រុងស៊ីងថៃខេត្តហ៊ីប៊ីប្រទេសចិននៅពេលដែលលោកលីនលៀងចាងកើតមកគ្រួសាររបស់លោកបានក្លាយជាកម្លាំងឥទ្ធិពលបំផុតមួយនៅក្នុងស្រុកលីនសាងទៅហើយជីតាដំបូងឡើយមានបំណងចង់ឲ្យលោកលីនលៀងចាងសិក្សាផ្នែកអាជីវកម្មនិងគ្រប់គ្រងទ្រព្យសម្បត្តិគ្រួសារប៉ុន្តែលោកលីនលៀងចាងមានការបដិញ្ញាចិត្តក្នុងការដេញតាមអាជីពយោធាវិញក្រោយមកនាងលីននីងបានទទួលមរតកនៅភាពឆ្លាតវៃផ្នែកអាជីវកម្មពីជីតារបស់នាងនៅក្នុងឆ្នាំ1994នាងបានបង្កើតក្រុមហ៊ុន Linsuri Investment Group ដែលជាសម្ព័ន្ធក្រុមហ៊ុនដែលមានផលប្រយោជន៍នៅក្នុងវិស័យសំណង់សេវាកម្មម្ហូបអាហារនិងការកម្សាន្តនៅក្នុងខែមីនាឆ្នាំ2014នាងលីននីងបានចូលរួមក្នុងក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Vanda Group ពាក្យចចាមរាមបានរីករាលដាលនៅលើបណ្ដាញសង្គមចិនថានៅពេលដែលក្រុមហ៊ុន Vanda ប្រឈមមុខនឹងវិបត្តិបំណុលក្នុងឆ្នាំ2017នាងលីននីងបានរួមចំណែកទឹកប្រាក់200លានយួនដើម្បីជួយសង្គ្រោះក្រុមហ៊ុននៅក្នុងឆ្នាំ2005បន្ទាប់ពីប៉ូលីសស៊ុយអែតបានចេញទៅការចាប់ខ្លួនអន្តរជាតិសម្រាប់លោកលីនយូពួកគេបានចាប់ផ្ដើមនីតិវិធីដើម្បីធ្វើដំណើរទៅទីក្រុងដាលៀននៅក្នុងប្រទេសចិនដើម្បីប្រមូលភស្តុតាងបន្ថែមក្នុងអំឡុងពេលនៃការធ្វើដំណើរនេះអាជ្ញាធរស៊ុយអែតបានជួបជាមួយជំនួយការផ្ទាល់ខ្លួនរបស់លោកលីនយូគឺនាងលីលីងនាងលីលីងធ្លាប់ជាអ្នកទទួលខុសត្រូវក្នុងការកក់សំបុត្រយន្តហោះរបស់លោកលីនយូទៅប្រទេសស៊ុយអែតនិងរៀបចំគម្រោងធ្វើដំណើររបស់លោកក្នុងអំឡុងពេលនៃការស្នាក់នៅទីនោះប៉ូលីសស៊ុយអែតបានសង្ស័យថានាងលីលីងប្រហែលជាដឹងពីគោលបំណងពិតប្រាកដនៅពីក្រោយការធ្វើដំណើររបស់លោកលីនយូទៅប្រទេសស៊ុយអែតពួកគេបានជំរុញឲ្យនាងចែករំលែកព័ត៌មានពាក់ព័ន្ធណាមួយនិងបានប្រមាននាងថាស្ថានភាពរបស់នាងអាចនឹងក្លាយជាគ្រោះថ្នាក់ទោះជាយ៉ាងណាក៏ដោយនាងលីលីងហាក់ដូចជាមិនខ្វល់ខ្វាយនឹងការប្រមានរបស់ពួកគេនៅឡើយនិងមិនមានឆន្ទៈក្នុងការសហការជាមួយការស៊ើបអង្កេតនោះទេជាច្រើនឆ្នាំក្រោយមកនាងលីលីងបានក្លាយជាប្រពន្ធទី2របស់លោកលីនយូដែលមិនដឹងខ្លួនថានាងកំពុងតែដើរចូលទៅក្នុងទ្វារនៃសេចក្តីស្លាប់នៅឡើយនៅក្នុងខែកុម្ភៈឆ្នាំ2014អ្នកប្រើប្រាស់អ៊ីនធឺណិតម្នាក់ដែលមានឈ្មោះហៅក្រៅថាពូពុកមាត់ខៀវបានបង្ហោះអត្ថបទមួយនៅលើវេទិកាពិភាក្សាឆានយ៉ាក្រោមចំណងជើងថាសូម្បីតែអ្នកមានក៏ប្រឈមមុខនឹងហានិភ័យដែរប្អូនស្រីរបស់ខ្ញុំបានស្លាប់នៅលើកោះសមុយប្រទេសថៃអត្ថបទនេះបានតាក់ទាញការចាប់អារម្មណ៍នៅបកការភ្ញាក់ផ្អើលយ៉ាងខ្លាំងភ្លាមទោះបីជាការបង្ហោះដើមត្រូវបានលុបចោលទៅហើយក្តីប៉ុន្តែរូបភាព screenshot នៃអត្ថបទនោះនៅតែត្រូវបានគេចែកចាយបន្តនៅលើអ៊ីនធឺណិតនៅក្នុងសាច់រឿងនោះអ្នកនិពន្ធបានរៀបរាប់អំពីសាច់ញាតិរបស់ខ្លួនដែលត្រូវជាប្អូនស្រីរបស់បងថ្លៃនាងគឺជាស្ត្រីដែលមានសម្រស់ស្រស់ស្អាតយ៉ាងខ្លាំងហើយបានរៀបការរស់នៅជាមួយមហាសេដ្ឋីលំដាប់កំពូលម្នាក់របស់ប្រទេសចិនអស់រយៈពេលជាង15ឆ្នាំមកហើយអត្ថបទនោះបានចោទប្រកាន់ថាប្អូនស្រីរូបនោះត្រូវបានប្តីរបស់នាងច្របាច់កសម្លាប់នៅបរទេសនិងត្រូវបានគេបោះចូលទៅក្នុងអាងហែលទឹកដើម្បីរៀបចំឈុតឆាកធ្វើដូចជាគ្រោះថ្នាក់លង់ទឹក
ដីរូបនោះត្រូវបាននារីការថាត្រូវបានចាប់ខ្លួនដោយប៉ូលីសបរទេសហើយក្រោយមកបានបង់ប្រាក់យ៉ាងច្រើនដើម្បីទទួលបានការដោះលែងឲ្យនៅក្រៅឃុំអត្ថបទបានសម្ដៅទៅលើប្តីនោះដោយអក្សរកាត់ L លីនិងបានអះអាងថាលោកបានគ្រប់គ្រងហិរញ្ញវត្ថុទាំងអស់របស់ប្រពន្ធលោកបងថ្លៃស្រីធ្លាប់បានទិញអាផាតមិនមួយសម្រាប់ឪពុកម្ដាយរបស់នាងដោយចោះឈ្មោះក្រោមឈ្មោះរបស់នាងទោះជាយ៉ាងណាក៏ដោយបន្ទាប់ពីការស្លាប់របស់នាងលោកលីត្រូវបានគេចោទប្រកាន់ថាបានបដូរសោនៅលើអាផាតមិននោះដោយបន្សល់ទុកឲ្យឪពុកម្ដាយរបស់នាងគ្មានកន្លែងទៅឡើយទោះបីជាអត្ថបទនោះមិនបានបញ្ចេញឈ្មោះនរណាម្នាក់ដោយចំក៏ដោយអ្នកប្រើប្រាស់អ៊ីនធឺណិតដែលបង្ហាញពីសមត្ថភាពស៊ើបអង្កេតដូចជាលោក Sherlock Holmes បានជីកកាយរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយថៃឆ្នាំ2013មួយរបាយការណ៍នោះបានទម្លាយថាស្ត្រីជនជាតិចិនម្នាក់ឈ្មោះថាលីលីងបានលង់ទឹកស្លាប់នៅក្នុងវិឡាមួយនៅលើកោះសមុយប្រទេសថៃគ្រួសាររបស់នាងលីលីងបានបង្ហាញការសង្ស័យចំពោះការស្លាប់របស់នាងដោយជឿជាក់ថានាងត្រូវបានគេសម្លាប់ដោយប្តីរបស់នាងគឺលោកលីនយូយោងតាមរបាយការណ៍ពាក់ព័ន្ធលោកលីនយូនិងនាងលីលីងបានធ្វើដំណើរទៅកាន់វិឡាឯកជនរបស់ពួកគេនៅលើកោះសមុយសម្រាប់វិស្សមកាលនៅក្នុងខែមករាឆ្នាំ2013នៅព្រឹកថ្ងៃទី18ខែមករាលោកលីនយូបានស្វែងរកអ្នកគ្រប់គ្រងរបស់វិឡាយ៉ាងស្លន់ស្លោដោយអះអាងថាប្រពន្ធរបស់លោកបានលង់ទឹកនៅក្នុងអាងហែលទឹកកាលពីយប់មិញលោកបានបញ្យល់ថាលោកបានចូលគេងតាំងពីព្រលឹមហើយបានរកឃើញនាងអណ្ដែតនៅក្នុងអាងហែលទឹកនៅពេលដែលលោកភ្ញាក់ពីគេងនៅពេលព្រឹកបុគ្គលិករបស់វិឡាបានជួយដំណឹងទៅប៉ូលីសក្នុងតំបន់ដែលបានមកដល់និងបានរកឃើញលោកលីនយូកំពុងបីរាងកាយដ៏ត្រជាក់របស់ប្រពន្ធរបស់លោកនៅក្បែរអាងហែលទឹកក្រោយមកត្រូវបានគេកំណត់ថានាងលីលីងបានស្លាប់អស់រយៈពេលយ៉ាងហោចណាស់8ទៅ10ម៉ោងមុនពេលរាងកាយរបស់នាងត្រូវបានគេរកឃើញអ្វីដែលបង្កឲ្យមានការសង្ស័យគឺការរកឃើញស្នាមឆ្កូតនៅលើស្មាខាងឆ្វេងរបស់លោកលីនយូដែលមើលទៅដូចជាស្នាមក្រចកថ្មីដែលបង្ហាញថាលោកបានជាប់ពាក់ព័ន្ធនឹងការតស៊ូប្រឡូកប្រឡាក់បន្ថែមពីលើនេះលោកលីនយូបានរងចាំរហូតដល់ថ្ងៃទី20ខែមករាពលគឺ2ថ្ងៃបន្ទាប់ពីហេតុការណ៍ដើម្បីទូរស័ព្ទទៅឪពុកម្ដាយរបស់នាងលីលីងនៅក្នុងប្រទេសចិននិងប្រាប់ពួកគេអំពីការស្លាប់ភ្លាមរបស់កូនស្រីពួកគេក្នុងអំឡុងពេលនៃការធ្វើកសោវិច័យគ្រូពេទ្យកសោវិច័យបានរកឃើញស្នាមជាំច្បាស់លាស់នៅលើករបស់នាងលីលីងដែលបណ្ដាលមកពីការច្របាច់កយ៉ាងខ្លាំងក្លាដែលបញ្ជាក់ថានាងត្រូវបានគេសម្លាប់មូលហេតុនៃការស្លាប់ត្រូវបានកំណត់ថាជាការថប់ដង្ហើមដោយសារតែសម្ពាធនៅលើកន្លែងកើតហេតុគឺជាវិឡាឯកជនមួយនៅលើដីធ្លី The Estate សមុយលើកោះសមុយអត្ថបទឆ្នាំ2011មួយបានទម្លាយថាលោកលីនយូបានទិញវិឡានេះក្នុងឆ្នាំ2008ក្នុងអំឡុងពេលនៃការធ្វើដំណើរទៅប្រទេសថៃនៅក្នុងឆ្នាំ2013កាសែតភាសាចិនមួយនៅក្នុងប្រទេសថៃឈ្មោះថា Xinhua Zhongyan បានរាយការណ៍អំពីករណីរបស់នាងលីលីងទោះជាយ៉ាងណាក៏ដោយដោយសារតែឥទ្ធិពលដ៏ធំធេងរបស់គ្រួសារលីននិងគ្រួសារវ៉ាងនៅពេលនោះឈ្មោះទាំងអស់នៅក្នុងអត្ថបទត្រូវបានជំនួសដោយឈ្មោះក្លែងក្លាយនាងលីលីងត្រូវបានគេហៅថាជូលីហើយបងស្រីរបស់នាងដែលជាអ្នកសរសេរអត្ថបទបង្ហោះនៅលើ Weibo ដែលបានលើកឡើងពីមុនក៏ត្រូវបានរក្សាការសម្ងាត់ផងដែរក្រោយមកបងថ្លៃប្រុសរបស់នាងលីលីងបានចែករំលែកព័ត៌មានលម្អិតមួយបន្ថែមជាសាធារណៈអំពីព្រឹត្តិការណ៍នេះនៅលើអ៊ីនធឺណិតលោកបានបញ្យល់ថានាងលីលីងមានភាពជិតស្និទ្ធយ៉ាងខ្លាំងជាមួយឪពុកម្ដាយរបស់នាងហើយនៅក្នុងនាមជាកូនពៅនាងត្រូវបានគេស្រឡាញ់ថ្នាក់ថ្នមតាំងពីក្មេងមិនថានាងទៅទីណានោះទេនាងលីលីងតែងតែទូរស័ព្ទឬផ្ញើសារទៅឪពុកម្ដាយរបស់នាងជារៀងរហូតទោះជាយ៉ាងណាក៏ដោយចាប់ផ្ដើមពីថ្ងៃទី18ខែមករាឪពុកម្ដាយរបស់លីលីងមិនអាចតាក់ទងនាងបានទៀតឡើយរហូតដល់ថ្ងៃទី20ខែមករាទើបពួកគេទទួលបានការទូរស័ព្ទពីលោកលីនយូនាងលីលីងដែលមិនចេះហែលទឹកមិនដែលទៅហែលទឹកម្នាក់ឯងនៅកណ្ដាលអាធ្រាត្រនៅឡើយវិឡារបស់ពួកគេនៅលើកោះសមុយគឺជារមណីយដ្ឋានលំដាប់ផ្កាយ4ដ៏ប្រណិតបំផុតឪពុកម្ដាយរបស់នាងលីលីងធ្លាប់បានទៅលេងទីនោះជាច្រើនដងដូចជាគ្រួសារបងស្រីរបស់នាងផងដែររមណីយដ្ឋាននេះមានវិធានការសន្តិសុខតឹងរ៉ឹងដែលធ្វើឲ្យលទ្ធភាពនៃការលង់ទឹកដោយចៃដន្យគឺមិនអាចទៅរួចនៅឡើយជាពិសេសនៅក្នុងអាងហែលទឹកឯកជនរបស់គ្រួសារលោកលីនយូបានអះអាងថានៅយប់ថ្ងៃទី17ខែមករាបន្ទាប់ពីបានពិសាគ្រឿងស្រវឹងយ៉ាងខ្លាំងលោកបានលង់លក់ក្នុងដំណេកហើយបានរកឃើញថានាងលីលីងលង់ទឹកនៅពេលព្រឹក
លោកបានសម្ដែងថានាងលីលីងកំរពិសាគ្រឿងស្រវឹងណាស់ប៉ុន្តែនាងប្រហែលជាបានពិសាបន្តិចបន្តួចនៅល្ងាចនោះទោះបីជាមានការសង្ស័យជាច្រើនជុំវិញករណីនេះក៏ដោយដំបូងឡើយឪពុកម្ដាយរបស់នាងលីលីងបានជ្រើសរើសជឿជាក់លើកូនប្រសាររបស់ពួកគេនៅបានចាប់ផ្ដើមរៀបចំការដឹកជញ្ជូនសាកសពនាងលីលីងត្រឡប់មកប្រទេសចិនវិញនៅថ្ងៃទី22ខែមករាការិយាល័យប៉ូលីសខេត្តលីនីងបានតាក់ទងទៅឪពុកម្ដាយរបស់នាងលីលីងដើម្បីសាកសួរថាតើគ្រួសារបានដឹងអំពីគ្រោះថ្នាក់របស់នាងនៅក្នុងប្រទេសថៃដែរឬទេនៅពេលដែលពួកគេបានបញ្ជាក់ថាពួកគេបានដឹងប៉ូលីសបានណែនាំពួកគេថាការរក្សាសាកសពនាងលីលីងគឺជារឿងសំខាន់បំផុតសម្រាប់ដំណើរការស៊ើបអង្កេតណាមួយនាពេលអនាគតប៉ូលីសថៃបានចាត់ថ្នាក់ករណីនេះជាបឋមថាជាករណីឃាតកម្មដោយចេតនានៅចំណុចនេះឪពុកម្ដាយរបស់នាងលីលីងមានការតក់ស្លុតយ៉ាងខ្លាំងពួកគេបានធ្វើដំណើរទៅប្រទេសថៃភ្លាមៗដើម្បីពិនិត្យមើលរបាយការណ៍កសោវិច័យជាច្រើនឆ្នាំបន្ទាប់ពីការស្លាប់របស់នាងលីលីងពួកគេបានស្វែងរកយុត្តិធម៌សម្រាប់កូនស្រីរបស់ពួកគេដោយមិនចេះហត់នឿយដំបូងឡើយក្រោមសម្ពាធពីឪពុកម្ដាយរបស់នាងអាជ្ញាធរថៃបានចាប់ខ្លួនលោកលីនយូគណៈកម្មាធិការស៊ើបអង្កេតពិសេសមួយត្រូវបានបង្កើតឡើងដើម្បីចាត់ការករណីនេះទោះជាយ៉ាងណាក៏ដោយវាហាក់ដូចជាលោកលីនយូបានប្រើប្រាស់ឥទ្ធិពលហិរញ្ញវត្ថុរបស់លោកដើម្បីរំខានដល់ការស៊ើបអង្កេតដែលបន្ទាប់មកត្រូវបានបញ្ឈប់ដោយការព្យួរជាផ្លូវការមួយគ្រួសាររបស់នាងលីលីងបានបដិសេធមកបោះបង់ចោលនិងបានដាក់ពាក្យបណ្ដឹងទៅកាន់តុលាការកោះសមុយដែលបានទទួលយកករណីរបស់ពួកគេតុលាការបានចេញដីកាចាប់ខ្លួនលោកលីនយូប៉ុន្តែបន្ទាប់ពីបានបង់ប្រាក់ធានាខ្លួនយ៉ាងច្រើនលោកក៏ត្រូវបានដោះលែងឲ្យនៅក្រៅឃុំបណ្ដោះអាសន្នតាមផ្លូវច្បាប់លោកត្រូវតែស្ថិតនៅក្នុងប្រទេសថៃក្នុងអំឡុងពេលទទួលបានការធានាខ្លួននេះប៉ុន្តែដោយសារមូលហេតុមិនច្បាស់លាស់លោកលីនយូបែរជាអាចគេចខ្លួនឬត្រឡប់មកប្រទេសចិនវិញបានយ៉ាងរលូននៅក្នុងខែវិច្ឆិកាឆ្នាំ2014លោកលីនយូបានចូលទៅក្នុងចក្រភពអង់គ្លេសដោយប្រើប្រាស់លិខិតឆ្លងដែនក្រោមឈ្មោះផ្ទាល់ខ្លួនរបស់លោកប្រព័ន្ធសម្គាល់ទម្រង់មុខរបស់ចក្រភពអង់គ្លេសបានកំណត់សម្គាល់រូបលោកថាជាជនភៀសខ្លួនដែលត្រូវបានតាមប្រមាញ់ជាអន្តរជាតិចក្រភពអង់គ្លេសដែលមានសន្ធិសញ្ញាបច្ឆាប័ណ្ណជាមួយប្រទេសស៊ុយអែតបានចាប់ខ្លួនលោកលីនយូភ្លាមនិងបានធ្វើបច្ឆាប័ណ្ណលោកទៅកាន់ទីក្រុង Gothenburg ប្រទេសស៊ុយអែតនៅក្នុងខែមករាឆ្នាំ2016ព្រះរាជអាជ្ញាស៊ុយអែតបានចោទប្រកាន់លោកលីនយូពីបទញុះញង់ឲ្យប្រព្រឹត្តអំពើឃាតកម្មចំនួន2ករណីទោះបីជាមានភស្តុតាងថាលោកលីនយូមិនបានវត្តមាននៅកន្លែងកើតហេតុនៅពេលដែលវេរ៉ូនីកាត្រូវបានគេសម្លាប់ក៏ដោយខាងអัยការបានវែកញែកថាលោកបានជួលមនុស្សម្នាក់ឲ្យសម្លាប់ទាំងវេរ៉ូនីកានិងលោកតាំងជុងក្នុងអំឡុងពេលនៃការជំនុំជម្រះលោកលីនយូបានវែកញែកថាលោកមិនដែលបានជួបលោកតាំងជុងឡើយនិងមិនបានដឹងថាលោករស់នៅលើជាន់ទី1នៃអគារអាផាតមិនរបស់វេរ៉ូនីកាឡើយហើយមិនអាចបញ្ជាឲ្យមានសកម្មភាពណាមួយដែលពាក់ព័ន្ធនឹងរូបលោកបានឡើយទោះជាយ៉ាងណាក៏ដោយឪពុករបស់វេរ៉ូនីកាបានធ្វើបន្ទាល់ថាលោកលីនយូធ្លាប់បានជួបលោកតាំងជុងជាច្រើនដងក្នុងអំឡុងពេលស្នាក់នៅផ្ទះរបស់ពួកគេនៅក្នុងប្រទេសស៊ុយអែតជនជាតិចិនម្នាក់ទៀតដែលធ្លាប់រស់នៅជាមួយលោកតាំងជុងពីមុនមកក៏បានបញ្ជាក់ផងដែរថាលោកលីនយូធ្លាប់មានទំនាក់ទំនងជាមួយអ្នកទាំងពីរបន្ទាប់ពីសាវនាការជាច្រើនដងនៅសក្ខីកម្មពិសាសីជាង40នាក់គណៈវិនិច្ឆ័យបានសន្និដ្ឋានជាឯកច្ឆន្ទថាលោកលីនយូបានរៀបចំគម្រោងការសម្លាប់វេរ៉ូនីកាដោយមានភស្តុតាងដ៏មានទម្ងន់បំផុតគឺ DNA របស់ចាងសុងដែលត្រូវបានរកឃើញនៅក្នុងបន្ទប់សណ្ឋាគារដែលលោកលីនយូស្នាក់នៅលោកលីនយូត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតដោយសារប្រទេសស៊ុយអែតគ្មានទោសប្រហារជីវិតដែលនេះជាទណ្ឌកម្មធ្ងន់ធ្ងរបំផុតដែលមាននៅក្រោមច្បាប់ស៊ុយអែតទោះជាយ៉ាងណាក៏ដោយគណៈវិនិច្ឆ័យក៏បានកំណត់ផងដែរថាគ្មានភស្តុតាងគ្រប់គ្រាន់ដើម្បីបង្ហាញថាលោកលីនយូបានរៀបចំការសម្លាប់លោកតាំងជុងឡើយពួកគេបានដាក់ការសន្មតថាការស្លាប់របស់លោកតាំងជុងប្រហែលជាមិនមែនជាផ្នែកមួយនៃគម្រោងការរបស់លោកលីនយូនោះទេបន្ទាប់ពីការកាត់ទោសអស់មួយជីវិតក្រុមច្បាប់របស់លោកលីនយូមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងលោកបានចំណាយទឹកប្រាក់យ៉ាងច្រើនសន្ធឹកសន្ធាប់ជួលមេធាវីការពារក្តី3នាក់ដែលបានធ្វើការដោយមិនចេះហត់នឿយដើម្បីស្វែងរកមធ្យោបាយប្តឹងឧទ្ធរណ៍ចំពោះការសម្រេចចិត្តនេះមិនយូរប៉ុន្មានពួកគេក៏បានរកឃើញឱកាសមួយ
ក្រុមមេធាវីបានរកឃើញថាសមាជិកគណៈវិនិច្ឆ័យម្នាក់ធ្លាប់បានបង្ហោះសារប្រឆាំងជនជាតិចិនយ៉ាងខ្លាំងក្លានៅលើបណ្ដាញសង្គម Twitter ដែលបង្ហាញពីភាពលំអៀងដែលអាចកើតមានយោងតាមបទបញ្ញត្តិច្បាប់នេះបានធ្វើឲ្យសាលក្រមនោះក្លាយជាមោឃៈករណីនេះត្រូវបានបញ្ជូនត្រឡប់ទៅតុលាការជាន់ទាបវិញសម្រាប់ការជំនុំជម្រះឡើងវិញជាមួយនឹងចៅក្រមនិងគណៈវិនិច្ឆ័យថ្មីអ្វីដែលបានកើតឡើងបន្ទាប់មកគឺជារឿងដែលមិននឹកស្មានដល់ជាមួយនឹងផុសតាងនិងឯកសារដដែលគណៈវិនិច្ឆ័យថ្មីបានសន្និដ្ឋានថាគ្មានផុសតាងគ្រប់គ្រាន់ដែលភ្ជាប់លោកលីនយូទៅនឹងការសម្លាប់វេរ៉ូនីកានៅឡើយលោកត្រូវបានប្រកាសថាគ្មានទោសតុលាការបានវិនិច្ឆ័យថាផុសតាង DNA គ្រាន់តែបង្កើតការតភ្ជាប់រវាងលោកលីនយូនិងលោកចាងសុងដែលបានវត្តមាននៅក្នុងអាផាតមិនដែលករណីឃាតកម្មបានកើតឡើងប៉ុន្តែមិនបានបង្ហាញថាលោកលីនយូបានជួលលោកចាងសុងឲ្យសម្លាប់ប្រពន្ធរបស់លោកឡើយលើសពីនេះទៅទៀតគ្មានផុសតាងគ្រប់គ្រាន់ដើម្បីបញ្ជាក់ថាខ្លួនលោកចាងសុងផ្ទាល់ជាជនល្មើសនៅឡើយដើម្បីឆ្លើយតបនឹងសារក្រមនេះទាំងភាគីអាយកាស៊ុយអែតនិងលោកលីនយូបានដាក់ពាក្យប្តឹងឧទ្ធរណ៍ខាងអាយកាបានស្វែងរកការបន្តឃាត់ខ្លួនលោកលីនយូឲ្យទទួលខុសត្រូវខាងព្រហ្មទណ្ឌគណៈពេលដែលមូលហេតុនៃការប្តឹងឧទ្ធរណ៍របស់លោកលីនយូបានធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើលបន្ទាប់ពីត្រូវបានប្រកាសថាគ្មានទោសតុលាការបានផ្តល់ប្រាក់ចំនួន 4.1 លានក្រណាស៊ុយអែតដល់រូបលោកដើម្បីរ៉ាប់រងការចំណាយលើផ្នែកច្បាប់របស់លោកទោះជាយ៉ាងណាក៏ដោយលោកលីនយូបានវិនិច្ឆ័យថាចំនួនទឹកប្រាក់នេះគឺមិនគ្រប់គ្រាន់ឡើយលោកបានអះអាងថាក្រុមច្បាប់របស់លោកបានជួលអ្នកស៊ើបអង្កេតនិងបានបកប្រែឯកសារស៊ើបអង្កេតជាភាសាចិនដែលធ្វើឲ្យការចំណាយសរុបលើថ្លៃច្បាប់និងថ្លៃស៊ើបអង្កេតកើនឡើងដល់យ៉ាងហោចណាស់ 7.5 លានក្រណាស៊ុយអែតទោះបីជាមានការប្តឹងឧទ្ធរណ៍ទាំងនេះក៏ដោយគ្មានសកម្មភាពណាមួយត្រូវបានចាត់ការបន្តឡើយដោយសារលោកលីនយូបានធ្វើដំណើរត្រឡប់ទៅប្រទេសចិនវិញយ៉ាងរហ័សបន្ទាប់ពីការត្រឡប់មកវិញរបស់លោកនៅក្នុងខែឧសភានិងកញ្ញាឆ្នាំ2017លោកលីនយូបានបង្កើតក្រុមហ៊ុនចំនួន2គឺក្រុមហ៊ុន Ju Investment Corporation នៅក្នុងទីក្រុងសិនជិននិងក្រុមហ៊ុនបច្ចេកវិទ្យាវិទ្យាសាស្ត្រ Tangsu នៅក្នុងទីក្រុងដាលៀនក្រុមហ៊ុនទាំងពីរនេះផ្ដោតលើវិទ្យាសាស្ត្រជីវសាស្ត្រនិងឱសថនៅក្នុងឆ្នាំ2018ធនាគារ Jusal Bank ត្រូវបានសម្ពោធដាក់ឲ្យដំណើរការរួមជាមួយឧស្សាហកម្មវិទ្យាសាស្ត្រ Jinsu Life Science Industrial Park នៅក្នុងទីក្រុងដាលៀនរបាយការណ៍បានបង្ហាញថាគោលដៅដ៏មានមហិច្ឆតារបស់ក្រុមហ៊ុន Jinsu គឺការបង្កើតធនាគារផ្ទាល់ខ្លួនសម្រាប់ពលរដ្ឋគ្រប់រូបនៅក្នុងប្រទេសចិននៅក្នុងកិច្ចសម្ភាសន៍មួយលោកលីនយូបានថ្លែងថាលោកបានប្រកាន់ខ្ជាប់នៅទស្សនវិជ្ជាអាជីវកម្មរបស់លោក Inamori Kaushu ដែលសង្កត់ធ្ងន់លើការគោរពធម្មជាតិនិងក្តីមេត្តាចំពោះមនុស្សជាតិការឲ្យតម្លៃលើសីលធម៌និងសេចក្តីស្រឡាញ់ចំពោះមនុស្សលោកទស្សនាវីដេអូកិច្ចសម្ភាសន៍នោះវាពិតជាពិបាកក្នុងការសរមៃណាស់ថាលោកលីនយូធ្លាប់មានជាប់ពាក់ព័ន្ធនឹងករណីអក្រិតកម្មធ្ងន់ធ្ងរជាច្រើនក្រៅពីការរក្សាទុកកោសិកាក្រុមហ៊ុន Jinsu បានផ្ដោតលើការស្រាវជ្រាវវិទ្យាសាស្ត្រកោសិកាដ៏ច្នៃប្រឌិតនៅក្នុងសន្និសីទវិទ្យាសាស្ត្រជីវិតអន្តរជាតិទីក្រុងដាលៀនឆ្នាំ2018លោកលីនយូបានថ្លែងសន្ទរកថានិងបានបង្ហាញពីវីដេអូកូនស្រីរបស់លោកបានទម្លាយថាកូនស្រីរបស់លោកបានកើតមកជាមួយនឹងពិការភាពហ្សែននៅថ្ងៃខួបកំណើតអាយុ4ឆ្នាំរបស់នាងកាលពីឆ្នាំមុននាងនៅតែមិនអាចដើរបានឡើយទោះជាយ៉ាងណាក៏ដោយអរគុណចំពោះផលិតផលរបស់ក្រុមហ៊ុន Jinsu ពេលនេះនាងមានសុខភាពល្អនិងមានភាពរហ័សរហួនផ្អែកតាមបន្ទាត់ពេលវេលានេះកូនស្រីរបស់លោកលីនយូបានកើតនៅក្នុងអំឡុងពេលឆ្នាំ2013ពលគឺភ្លាមបន្ទាប់ពីការស្លាប់របស់ប្រពន្ធទី2របស់លោកគឺនាងលីលីងនេះបង្ហាញយ៉ាងច្បាស់ថាលោកលីនយូបានរៀបការជាមួយប្រពន្ធទី3យ៉ាងរហ័សដែលបានធ្វើឲ្យមនុស្សជាច្រើនត្រឡប់មកពិនិត្យមើលនិងពិនិត្យពិច័យអតីតកាលរបស់លោកឡើងវិញនៅក្នុងករណីរបស់វេរ៉ូនីកាបុគ្គលសំខាន់ម្នាក់គឺចាងសុងដែលមានការផ្សារភ្ជាប់ទៅនឹងទាំងកន្លែងកើតហេតុអក្រិតកម្មនៅបន្ទប់សណ្ឋាគាររបស់លោកលីនយូគេជឿជាក់ថាការស្វែងរកលោកចាងសុងឃើញអាចនឹងផ្ដល់នៅតម្រុយសំខាន់ទោះជាយ៉ាងណាក៏ដោយនៅក្នុងខែតុលាឆ្នាំ2015ប៉ូលីសស៊ុយអែតបានសាកសួរទៅកាន់អាជ្ញាធរចិនអំពីទីកន្លែងស្នាក់នៅរបស់លោកចាងសុងប៉ុន្តែត្រូវបានគេប្រាប់ថាលោកបានបាត់ខ្លួនអស់រយៈពេលជាច្រើនឆ្នាំមកហើយ
នៅក្នុងឆ្នាំ2021បណ្ដាញទូរទស្សន៍ SVT របស់ប្រទេសស៊ុយអែតបានចាក់ផ្សាយខ្សែភាពយន្តឯកសារដែលមាន6ភាគក្រោមចំណងជើងថា Veronica និងមហាសេដ្ឋីចិនដែលបានរៀបរាប់លម្អិតអំពីករណីនិងការជំនុំជម្រះក្តីដែលបានបង្កឲ្យមានការពិភាក្សាយ៉ាងទូលំទូលាយនៅក្នុងប្រទេសស៊ុយអែតខ្សែភាពយន្តឯកសារនេះមានការសម្ភាសជាមួយកូនប្រុសរបស់លោក Lin Yu គឺ Marcos ព្រមទាំងឪពុកបងស្រីនិងមិត្តភក្តិជិតស្និទ្ធរបស់ Veronica បន្ទាប់ពីការស្លាប់របស់ Veronica Marcos បានរស់នៅជាមួយជីដូនជីតាខាងម្ដាយរបស់លោកហើយម្ដាយបានជួបឪពុករបស់លោកគឺ Lin Yu ឬជីដូនជីតាខាងឪពុករបស់លោកនៅក្នុងប្រទេសចិនទៀតឡើយដំបូងឡើយជីដូនជីតារបស់លោកបានប្រាប់លោកថាឪពុកម្ដាយរបស់លោកបានស្លាប់នៅក្នុងគ្រោះថ្នាក់ចរាចរណ៍ទោះជាយ៉ាងណាក៏ដោយនៅពេលដែលលោកមានអាយុ7ឆ្នាំ Marcos បានប្រទះឃើញខ្សែវីដេអូមួយនៅក្នុងផ្ទះនិងបានឃើញរបាយការណ៍ព័ត៌មានដែលបង្ហាញថាឪពុករបស់លោកអាចនឹងមានការជាប់ពាក់ព័ន្ធនឹងការស្លាប់របស់ម្ដាយលោកការពិតគឺការបំផ្លិចបំផ្លាញផ្លូវចិត្តយ៉ាងខ្លាំងសម្រាប់រូបលោកសំណាងល្អជីដូនជីតារបស់លោកបានចិញ្ចឹមបីបាច់ថែរក្សាលោកបានយ៉ាងល្អនៅក្នុងខ្សែភាពយន្តឯកសារនោះ Marcos បានទម្លាយថាលោកធ្លាប់បានព្យាយាមតាក់ទងទៅឪពុករបស់លោកបានសរសេរសម្បត្តិមួយច្បាប់ទៅកាន់លោក Lin Yu តាមរយៈអ្នកកាសែតចិនម្នាក់ដោយផ្ញើទៅកាន់ទីស្នាក់ការកណ្ដាលនៃក្រុមហ៊ុន Jinsu នៅក្នុងសម្បត្តិនោះ Marcos បានសរសេរថាជូនចំពោះលោកឪពុកនេះមិនមែនជាសម្បត្តិដែលងាយស្រួលសរសេរនោះឡើយខ្ញុំគឺជាកូនប្រុសរបស់លោកប៉ុន្តែពួកយើងមិនបានជួបគ្នាក្នុងរយៈពេលយ៉ាងយូរមកហើយអំពីរូបលោកខ្ញុំមានការចងចាំក្នុងវ័យកុមារភាពតែបន្តិចបន្តួចប៉ុណ្ណោះជាច្រើនឆ្នាំកន្លងមកនេះខ្ញុំបានឮរឿងរ៉ាវជាច្រើនអំពីរូបលោកពីអ្នកដទៃដូចជាថាលោកជាមនុស្សមានចិត្តសប្បុរសទូលំទូលាយនិងមានទេពកោសល្យប៉ុន្តែខ្ញុំក៏បានឮរឿងរ៉ាវដែលគួរឲ្យរំខានអំពីសកម្មភាពដ៏គួរឲ្យភ័យខ្លាចដែលត្រូវបានគេទម្លាក់មកលើរូបលោកផងដែរខ្ញុំសង្ឃឹមថានឹងបង្កើតការយល់ដឹងផ្ទាល់ខ្លួនរបស់ខ្ញុំអំពីរូបលោកខ្ញុំចង់ដឹងថាមានអ្វីកើតឡើងរវាងលោកនិងម្ដាយរបស់ខ្ញុំតើលោកគិតយ៉ាងណាចំពោះខ្ញុំក្នុងនាមជាកូនប្រុសរបស់លោកតើលោកនៅមានសេចក្តីស្រឡាញ់ជាឪពុកចំពោះខ្ញុំដែរឬទេឬមួយខ្ញុំគ្រាន់តែជាមនុស្សម្នាក់ដែលលោកមិនចង់ទទួលស្គាល់ទោះបីជាបានផ្ញើសម្បត្តិនោះក៏ដោយ Marcos មិនទទួលបានការឆ្លើយតបឡើយវាអាចទៅរួចដែលថាលោក Lin Yu មិនដែលបានឃើញសម្បត្តិនោះដោយសារតែការយល់ច្រឡំណាមួយឬប្រហែលជាលោកមិនទាន់ត្រៀមខ្លួនរួចរាល់ក្នុងការប្រឈមមុខនឹង Marcos នៅក្នុងខែសីហាឆ្នាំ2024ទូរទស្សន៍ SVT របស់ប្រទេសស៊ុយអែតបានរាយការណ៍ថាលោក Lin Yu ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសចិនពីបទសង្ស័យពីបទមនុស្សឃាតទោះជាយ៉ាងណាក៏ដោយអាជ្ញាធរចិនមិនទាន់បញ្ចេញព័ត៌មានលម្អិតបន្ថែមទៀតអំពីការចាប់ខ្លួនរបស់លោកនៅឡើយទេបន្ទាប់ពីការរត់គេចខ្លួនអស់រយៈពេលជាង20ឆ្នាំការចាប់ខ្លួនលោក Lin Yu ភ្លាមៗនេះបានចោទជាសំណួរថាតើនេះជាសញ្ញានៃការបើកកកាយអាថ៌កំបាំងដែលលាក់បាំងបន្ថែមទៀតឬជាការដួលរលំនៃបុគ្គលម្នាក់ដែលធ្លាប់មានអំណាចដ៏មហាសាលពួកយើងមានតែរងចាំរបាយការណ៍ផ្លូវការប៉ុណ្ណោះយោងតាមព័ត៌មានពីហុងកុងអ្នកជំនាញច្បាប់ជាច្រើនជឿជាក់ថាការចាប់ខ្លួនលោក Lin Yu នៅក្នុងប្រទេសចិនបន្ទាប់ពីរយៈពេលជាច្រើនឆ្នាំបង្ហាញថាលោកទំនងជានឹងត្រូវប្រឈមមុខនឹងការជំនុំជម្រះក្តីនៅទីនោះឱកាសនៃការធ្វើបច្ឆាបានទៅប្រទេសស៊ុយអែតត្រូវបានចាត់ទុកថាមានកម្រិតទាបខ្លាំងណាស់ការជំនុំជម្រះក្តីនឹងប្រឈមមុខនឹងបញ្ហាប្រឈមជាច្រើនរួមទាំងភាពស្របច្បាប់នៃភស្តុតាងសិទ្ធិរបស់ចុងចោតក្នុងការការពារក្តីដោយយុត្តិធម៌និងភាពស្មុគស្មាញនៃកិច្ចសហប្រតិបត្តិការច្បាប់អន្តរជាតិនៅក្រោមច្បាប់របស់ប្រទេសចិនប្រសិនបើភស្តុតាងមានភាពច្បាស់លាស់លោក Lin Yu អាចនឹងត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតឬសូម្បីតែទោសប្រហារជីវិតអាស្រ័យលើកម្រិតធ្ងន់ធ្ងរនៃបទឧក្រិដ្ឋប្រសិនបើភស្តុតាងមិនគ្រប់គ្រាន់លោកអាចនឹងត្រូវបានដោះលែងឲ្យមានសេរីភាពហើយនេះគឺជាករណីសម្រាប់ថ្ងៃនេះករណីនេះរំលឹកយើងថាមិនថាពេលវេលាបានកន្លងផុតទៅយូរប៉ុណ្ណាក៏ដោយឬករណីមួយហាក់ដូចជាមានការលំបាកយ៉ាងណាក៏ដោយសេចក្តីថ្លៃថ្នូរនៃច្បាប់ឬការដេញតាមរកយុត្តិធម៌គឺមិនត្រូវឲ្យមានការចោះញោមឡើយបន្ទាប់ពីទស្សនាវីដេអូនេះចប់តើបងប្អូនទាំងអស់គ្នាយល់យ៉ាងណាដែរចំពោះរឿងក្តីមួយនេះសូមខមមិននៅខាងក្រោមវីដេអូដើម្បីឲ្យមានបានដឹងពីចម្លើយរបស់បងប្អូនទាំងអស់គ្នាយើងនឹងជួបគ្នានៅវីដេអូបន្តទៀត